បាទសូមគោរពសួស្តីដល់បងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនាវីដេអូមួយនេះដោយសារតែម្សិលមិញខ្ញុំបានថតវីដេអូនេះរួចរាល់ប៉ុន្តែអត់បានចាប់អារម្មណ៍ទៅលើមិចតែអញ្ចឹងទៅសលេងវាលើសូរ៉ារអ៊ូអញ្ចឹងទៅក៏សម្រេចចិត្ត voice over សារថ្មីទៅលើវីដេអូនេះហើយវីដេអូនេះគឺជាការបង្ហាញតាក់ទងជាមួយនឹងបងប្អូនដែលកំពុងតែចង់ចែក partition ឬក៏ចែកត្រាយដូចនៅលើដែលយើងកំពុងតែប្រើ Windows បាទក៏ប៉ុន្តែនេះគឺជាការចែកត្រាយឬក៏ partition នៅលើ Mac ឲ្យដូចទៅបងប្អូនដែលធ្លាប់តែប្រើប្រាស់លើ Windows ណាអញ្ចឹងជាទូទៅយើងនៅលើប្រើ Windows យើងមានត្រាយ C ត្រាយ D អញ្ចឹងទៅយើង copy ឯកសារផ្សេងដាក់មកលើត្រាយ D បាទក៏ប៉ុន្តែខុសគ្នាបន្តិចត្រង់ថានៅលើ Windows ឯកសារដាក់លើត្រាយ D ហើយនៅពេលដែលយើងឈូសយើងអាចឈូសទៅត្រាយ C បានអញ្ចឹងយើងអត់ទៅ format ឬក៏លុបឯកសារក្នុងត្រាយ D បានណាតែនៅលើ Mac ទោះបីជាបងប្អូនធ្វើបែបនេះក៏ដោយក៏ពេលដែលបងប្អូនត្រូវឈូសបងប្អូនត្រូវតែធ្វើការ merge ចូលគ្នាសិនឥឡូវបងប្អូនចូលមកកាន់ Disk Utility កន្លែង search មិញហ្នឹងបាទចូលមកដល់ Disk Utility ហើយបងប្អូនរងចាំមួយផ្លែតវាកំពុងតែ search រកតើកុំព្យូទ័រយើងមានប្រមាណត្រាយនៅលើហ្នឹងបាទអញ្ចឹងវាខុសគ្នាតិចតួចអញ្ចឹងយើងអាចចែកបានដូចគ្នាតែគ្រាន់ថានៅពេលដែលត្រូវការឈូសកុំព្យូទ័រឯក្រៅគឺត្រូវតែformat ទាំងអស់ដែរទេបាទអញ្ចឹងនេះគឺកម្មវិធីសម្រាប់ចែកត្រាយឬក៏ partition ហ្នឹងហៅថា disk utility យើង search កន្លែងមិញទៅនេះយើងចុចលើ partition មួយមកបងប្អូនបាទចុចលើ partition ហ្នឹងទៅវាបង្ហាញនៅhard disk យើងទាំងមូលហើយបាទនេះគឺជា hard disk យើងដែលកំពុងតែប្រើប្រាស់បាទគឺទាំងមូលតែម្ដងហើយនៅពេលដែលបងប្អូនចង់ធ្វើការចែកបាទយើងមើលទំហំរបស់យើងទៅគឺ 250G ចាបាទខ្ញុំនោះកន្លែងសឹកហ្នឹងគឺកន្លែងខ្ញុំប្រើហើយកន្លែងតនេគឺនៅសល់អូខេអញ្ចឹងនៅពេលដែលយើងចង់ពុះចុចសញ្ញាបូកមកបងប្អូនបាទបូកមកវាស្រួលអញ្ចឹងបងប្អូនយកពាក្យadd partition ទៅវាពុះជា2ឯងបងប្អូននេះអញ្ចឹងមានន័យថា 250G ពុះជា2ហើយបើបងប្អូនចង់បន្ថយបាទចាប់កន្លែងហ្នឹងមកអូសឡើងទៅលើទៅក៏បានដែរចង់បន្ថយឬចង់ទៅឡើងតាមចិត្តរបស់បងប្អូនបានអត់អីទេបាទឥឡូវខ្ញុំទាញសាកល្មើលបាទឥឡូវវា 125G អញ្ចឹងយើងទាញមកបាទចង់ដាក់50ដាក់50ទៅហើយយើងចង់ដាក់100ដាក់100ទៅយើងទាញមកវិញមកបាទហ្នឹងហើយយើងចាប់ទាញយ៉ាងមកអូខេបាទយកត្រឹម100ទៅបានហើយខ្ញុំទាញឲ្យបងប្អូនមើលបាទបានប៉ុណ្ណឹងហើយបងប្អូនចុចពាក្យ apply ដោយសារបាំងវីដេអូខ្ញុំបន្តិចនៅជាប់ពាក្យ cancel ណាបងប្អូនបាទជាប់ពាក្យ cancel បាទអញ្ចឹងចុច partition មកចុច apply ចុច partition យក continue បាទអញ្ចឹងយើងរងចាំមួយផ្លែទៅរួចរាល់ហើយវាកំពុងតែធ្វើការពុះចែកគ្នាអញ្ចឹងណាអញ្ចឹងយើងអាចធ្វើបានច្រើនមិនមែនតែមួយហ្នឹងឯងចែក3 4ក៏បានដែរសំខាន់លើយើងកំណត់ថាតើយើងចង់បានទំហំប៉ុណ្ណាឧទាហរណ៍ថាមិញនៅសល់យើងដាក់150វានៅសល់មិញនៅសល់125តាមទំហំរបស់យើងដែលចែកពុះពាក្យកណ្ដាលណាអញ្ចឹងយើងអាចដាក់មួយត្រាយ50ដោយចុចសញ្ញាបូកមកអញ្ចឹងវានឹងពុះស្មើគ្នាឲ្យយើងតែជាទូទៅយើងដាក់តែត្រាយ D ទៅបានទេបាទឥឡូវយើងរងចាំមួយផ្លែទៅមកស្ទុះទៀតហើយអញ្ចឹងណាបាទរួចរាល់ហើយសូមអធិស្ឋានផងដែរដោយសារតែក៏ពិតវីដេអូនេះខ្ញុំនិយាយបានក្បោះក្បាយច្រើនជាងឥឡូវហ្នឹងតែដោយសារតែអត់បានមើលមិចសលេងបាទវាលឺសូអេអាស្ដាប់អត់បានតែអញ្ចឹងទៅក៏ voice over សារថ្មីអញ្ចឹងទៅបាទដោយនេះគឺខ្ញុំ voice over ពីលើដែលមើលតាមវីដេអូឲ្យសង្ខេបបដ ாய் ទៅព្រោះយើងមិនអាចទៅនិយាយដូច 100% ជាមួយនឹងវីដេអូដែលយើងធ្វើទេបាទរួចរាល់នេះបងប្អូននេះឃើញទេចុចដានមកបាទអញ្ចឹងយើងបាន partition ឬក៏ drive មួយថ្មីបងប្អូននៅវាចែកជា2ហើយឃើញទេបាទចែកឲ្យហើយអញ្ចឹងប៉ុណ្ណឹងអញ្ចឹងយើងនឹងទៅរកវាថាតើវានៅណាអូខេហើយបាទយើងបិទអានឹងចោលទៅយើងទៅរកមើលថាតើវានៅណាអូខេអញ្ចឹងបងប្អូនចូលមកកន្លែង finder បងប្អូនជាទូទៅនៅ finder នេះអញ្ចឹងណាបាទចុចអញ្ចឹងវាអត់ចេញអីដោយសារយើងអត់បានអាកន្លែង view នៅយើងត្រូវគ្រីសកន្លែង show slide bar បាទslide bar នេះចេញមកអញ្ចឹងណាបាទបងប្អូនប្រហែលជាចេញហ្មងមិនបាច់ចាំចុចដូចខ្ញុំទេនេះកន្លែង untitled ហ្នឹងគឺ partition ឬក៏ drive ដែលយើងបានធ្វើការបង្កើតមិញយើង copy folder ដាក់ចូលមកឬក៏ copy ឯកសារដាក់ចូលមកយើងដាក់ចូលបានដូចគ្នាអញ្ចឹងណាអត់បាក់ឯងឃើញទេបាទខ្ញុំសាក copy បងប្អូនមើលឃើញ paste មកបាទ load ចូលអញ្ចឹងនៅពេលបងប្អូនចង់ដាក់ឯកសារផ្សេងៗគឺសូមចូលមកកន្លែង untitled ឬក៏កន្លែងដែលខ្ញុំបង្ហាញហ្នឹងមកបាទហើយជាមួយខ្ញុំទៅ copy កន្លែងផ្សេងបងប្អូនមើលបន្ថែមទៀត
បាទអញ្ចឹងចូលមកបាទនឹងសារថ្មីណាយើងក្បែរបងប្អូនបាទយល់បាទនេះយើង copy អានេះមួយបាទcopy យ៉ាងមកតបមកចូលទៅ anti-title មកស្ដាំ paste ឬក៏ comment v paste មកបាទរួចរាល់ហើយអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងអរគុណបងប្អូនដែលតាមដានទស្សនា